មុខពីឆាកសម្ដែងយូរស្រាប់តែតារាសឹមស្រីនិចបានលេចមុខជាថ្មីនៅក្នុងទម្រង់ល្ខោនបាសាក់សម័យ Digital រឿងកែវមនីរតនាធីតាមុខសេះជាមួយលោកប៉ែនចម្រុងតាមរយៈស្នាដៃសម្ដែងរបស់នាងរួមជាមួយសិល្បកររាប់រយនាក់ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជនផ្ទាំងទស្សនីយភាពទម្រង់ល្ខោនបាសាក់សម័យ Digital រឿងកែវមនីរតនាធីតាមុខសេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានសម្ដែងជូនសាធារណជនកំសាន្តអារម្មណ៍កាលពីចុងសប្តាហ៍មុនកញ្ញាសឹមស្រីនិចត្រូវបានជ្រើសរើសសម្ដែងជានាងកែវមនីរតនាឬហៅនាងកែវណាម៉ាថ្មីត្បិតតែជាលើកដំបូងដែលសឹមស្រីនិចសម្ដែងក្នុងទម្រង់ល្ខោនបាសាក់នេះប៉ុន្តែនាងពិតជាធ្វើបានយ៉ាងល្អមិនថាពេលសម្ដែងជានាងកែវណាម៉ាដែលមានមុខមាត់មិនសូវស្អាតឬជានាងកែវមនីរតនាដែលមានសម្រស់ផូរផង់ជាក់ស្ដែងអ្នកដែលបានទៅទស្សនាផ្ទាល់បានលន់មាត់សរសើរគ្រប់គ្នាកញ្ញាសឹមស្រីនិចបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថានាងពិតជារីករាយណាស់ដែលបានចូលរួមសម្ដែងនៅក្នុងល្ខោនបាសាក់សម័យ Digital រឿងកែវមនីរតនាធីតាមុខសេះដែលមានសិល្បកររាប់រយនាក់ចូលរួមសម្ដែងបន្ទាប់ពីមានវត្តមាននៅក្នុងល្ខោនបាសាក់នេះរួចសឹមស្រីនិចក៏ត្រៀមខ្លួននឹងប្រឡូកក្នុងវិស័យសិល្បៈឡើងវិញក្រោយបាត់មុខពីឆាកសម្ដែងអស់រយៈពេលជាច្រើនឆ្នាំនាងរំពឹងថាការវិលត្រឡប់របស់ខ្លួនលើកនេះនៅតែទទួលបានការស្រឡាញ់និងការគាំទ្រពីសំណាក់បងប្អូនទស្សនិកជនគួររំលឹកផងដែរថាកញ្ញាសឹមស្រីនិចគឺជាតារាសម្ដែងដ៏មានទេពកោសល្យម្នាក់នាងធ្លាប់លេចមុខនៅក្នុងភាគនិងរឿងដុំជាច្រើនប៉ុន្តែក្រោយពីល្បីឈ្មោះនាងសម្រេចចិត្តចាកចេញពីសិល្បៈដើម្បីងាកទៅចាប់អាជីពរកស៊ីជំនួសវិញដោយឡែកទើបតែមួយឆ្នាំចុងក្រោយនេះនាងសម្រេចចិត្តវិលត្រឡប់មកកាន់ឆាកសម្ដែងឡើងវិញ